គ្រូអ្នកជំងឺមហារីកក៏ត្រូវធ្វើមិនខ្លះដើម្បីការពារខ្លួនពីការឆ្លងរោគកំឡុងពេលព្យាបាលទី1គឺថាគាត់ត្រូវការពារខ្លួនគាត់ដោយសារការរស់នៅស្អាតហូបស្អាតផឹកស្អាតទី1មានន័យថារស់នៅស្អាតកន្លែងដែលគាត់រស់នៅនៅក្នុងផ្ទះសម្បែងកន្លែងគាត់សម្រានកន្លែងអីហ្នឹងគឺថាត្រូវតែសម្អាតមានអនាម័យកម្រិតខ្ពស់ចឹងនិយាយចឹងណាបាទទី2គាត់ហូបស្អាតមានន័យថាខរចំណីអាហារដែលគាត់ទទួលទានត្រូវតែឆ្អិនហើយត្រូវតែមានអនាម័យកម្រិតខ្ពស់ព្រោះអីជួនកាលយើងអ្នកធម្មតាយើងទទួលទានទៅយើងអត់កើតជំងឺរាគរូសមិនដែលដល់ពេលគាត់ប្រព័ន្ធការពារខ្លួនគាត់ចុះខ្សោយខ្លាំងគាត់ទទួលទាននោះគាត់អាចរាគរូសអញ្ចឹងណាបាទហើយទឹកក៏ត្រូវតែទឹកស្អាតមានអនាម័យដែរហ្នឹងទី2ទី3គឺថាគាត់ជៀសវាងបើអាចធ្វើបានជៀសវាងកុំឲ្យប៉ះពាល់ផ្ទាល់ឬក៏នៅចិត្តឬក៏នៅជាមួយអ្នកដែលកើតជំងឺខ្ញុំឧទាហរណ៍អ្នកជំងឺមហារីកម្នាក់ស្រាប់ហើយគាត់មានចៅគាត់នឹងផ្ដាសាយហូរសម្បោហើយយើងគិតថានឹងអីទេផ្ដាសាយធម្មតាសម្រាប់យើងអ្នកជាដែលអត់កើតជំងឺនឹងអត់ឆ្លងទេប៉ុន្តែអ្នកកើតមហារីកងាយឆ្លងជំងឺពីអ្នកដទៃរួមទាំងផ្ដាសាយនឹងផងហើយពេលដែលគាត់ឆ្លងជំងឺគាត់មានហានិភ័យខ្ពស់ក្នុងការគ្រោះថ្នាក់ដល់ជីវិតខ្ពស់ជាងអ្នកដែលមានសុខភាពល្អហើយទោះបីថាជំងឺធម្មតាខ្លះក៏ដោយខ្ញុំឧទាហរណ៍ជំងឺផ្ដាសាយក៏ដោយកាលណាឆ្លងទៅលើអ្នកកើតជំងឺមហារីកគឺថាអ្នកកើតជំងឺមហារីកនោះមានហានិភ័យខ្ពស់អាចគ្រោះថ្នាក់ដល់ជីវិតបានអញ្ចឹងបើសិនយើងមានបងប្អូនយើងកើតជំងឺមហារីកអ្នកជានៅជុំវិញហ្នឹងចូលជួយថែទាំគាត់ធ្វើម៉េចកាត់បន្ថយឬក៏ទប់ស្កាត់កុំឲ្យមានអ្នកឈឺណាទៅចម្លងមេរោគឲ្យគាត់អាហ្នឹងដែលល្អបំផុតហើយយើងធ្វើម៉េចកុំមានន័យថាបើគាត់ទៅសួរសុខទុក្ខឲ្យនៅចម្ងាយឆ្ងាយពីអ្នកជំងឺ2ម៉ែត្រ3ម៉ែត្រទៅកុំឲ្យមកប៉ះពាល់ផ្ទាល់ឬនិយាយទល់មុខគ្នាចម្ងាយជិតជាង1ម៉ែត្រវាធ្វើឲ្យឆ្លងដល់អ្នកជំងឺអាហ្នឹងធ្វើអញ្ចឹងដើម្បីយើងការពារអ្នកជំងឺមហារីកឲ្យគាត់នៅមានសុខភាពល្អហើយកុំឲ្យគាត់ងាយគ្រោះថ្នាក់ដល់ជីវិតថែមពីលើជំងឺមហារីកដែលកំពុងតែគំរាមកំហែងអាយុជីវិតគាត់រួចទៅហើយនោះ